តោះក្តៅបងប្អូនទាំងអស់គ្នាតាមដានវគ្គ2ចេញคลิปជាលើកទី2ហ្នឹងហើយលោកស្រីរីសូសាមីអភិបាលខណ្ឌជ្រោយចង្វាបង្ហាញការហួសចិត្តគណៈផ្សេងធុវរៈកងទ័ពមិនទាន់បាត់ក្លិនផងលោកស្រីដើរសារធំនៅក្នុងទីក្រុងភ្នំពេញនៅតែមានតំណែងថៃដលេថ្មីដាក់តាំងលក់ប្រងព្រាតជាសារដាស់តឿនដើម្បីបញ្ញាក់អារម្មណ៍ដល់ប្រជាជនខ្មែរមួយចំនួនដើម្បីចូលរួមពហិការឈប់ប្រើប្រាស់តំណែងថៃខ្ញុំនឹងធ្វើវីដេអូនេះជាលើកទី2បងប្អូនមើលឲ្យសម្រាប់បងប្អូនប្រជាជនខ្មែរមួយចំនួនដែលមិនទាន់ដាក់ចិត្តដាក់កាយពហិការតំណែងថៃបាន 100% ទេសូមបងប្អូនមើលឲ្យនេះគឺជារូបភាពដែលលេចលង់ដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំនៅប្រទេសថៃបងប្អូនមើលទៅតើកន្លងមកយើងធ្លាប់ប្រើប្រាស់តំណែងដែលគេខូចខាតដោយសារទឹកជំនន់គេដឹកយកមកលក់ឲ្យយើងអស់រយៈពេលប្រហែលឆ្នាំមកហើយយើងទៅតែមានពេលសំណាងនៅ2026នេះនៅពេលដែលថៃវាឈ្លានពានរំលោភបំពានមកកាន់ទឹកដីកម្ពុជាគឺយើងមានអារម្មណ៍ជាឈាមខ្មែរគឺយើងខឹងកំហឹងឈាមខ្មែរគឺយើងខឹងខ្លាំងណាស់ដោយសារតែថៃវាលួចឈ្លានពានមកកាន់ទឹកដីប្រទេសកម្ពុជាយើងធ្វើឲ្យវរៈកងទ័ពយើងបានពលីជីវិតប្រជាជនយើងរងគ្រោះដោយសារបាត់បង់ជំរកផ្ទះសម្បែងមិនទាន់បានត្រឡប់ទៅទីតាំងដើមវិញផងចំហាយធូបមិនទាន់បានរលត់បាត់ក្លិនផងហេតុអីបងប្អូនមួយចំនួននៅមានអារម្មណ៍ប្រើប្រាស់តំណែងថៃហើយឈ្មោះមួយចំនួននៅតែបន្តនាំចូលឬបងប្អូនគិតថាគ្រាប់អត់ទាន់ធ្លាក់ចំផ្ទះបងប្អូនគ្មានអារម្មណ៍ឈឺចាប់បងប្អូនគិតថាមួយពេលហើយក៏ចប់បងប្អូនកុំគិតបែបនេះបងប្អូនត្រូវតែនាំគ្នាពហិការឈប់ប្រើប្រាស់តំណែងថៃចាប់ពីពេលវេលានេះទៅធ្វើដើម្បីប្រយោជន៍នៃប្រទេសជាតិយើងដើម្បីខ្លួនឯងជាពិសេសគឺដើម្បីសុខភាពគ្រួសារយើងទាំងអស់គ្នារាល់ថ្ងៃនេះបងប្អូនត្រូវដឹងថាចេះប្រទេសថៃតំណែងដែលវាផលិតលក់នៅក្នុងប្រទេសវាគឺកញ្ចប់ផ្សេងតែផ្សេងគុណភាពផ្សេងនៅពេលដែលវាដឹកយកមកលក់នៅក្នុងប្រទេសខ្មែរវាផលិតនៅកញ្ចប់ផ្សេងគុណភាពផ្សេងជាពិសេសគឺវាវាយនៅចិត្តបរិយាសារធាតុរក្សាទុកគឺកម្រិតធ្ងន់ណាស់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនគឺធ្ងន់ធ្ងរតែម្ដងបងប្អូនទៅមើលគំរូប្រទេសវៀតណាមរាល់ថ្ងៃនេះវៀតណាមមួយថៃគឺអត់មានចំនួនព្រំដែនឆ្លោះគ្នាអីទេត្រូវដងត្រូវផ្លាយគ្នាណាតែសួរមូលហេតុអីប្រទេសវៀតណាមអត់សូវប្រើប្រាស់តំណែងថៃគេធ្វើបានហើយចុះប្រទេសកម្ពុជាយើងប្រជាជនខ្មែរយើងមួយចំនួនឃើញនឹងភ្នែកហើយថៃវាទម្លាក់ S16 ផងគ្រាប់ស្រោចដូចទឹកភ្លៀងវាកំទេចប្រាសាទយើងផ្ទះសម្បែងប្រជាជនយើងមកដល់សប្តាហ៍ថ្ងៃនេះវាដើរកំទេចនេះឃើញហើយហេតុអីយើងមិនអាចឈប់បានទាំងអស់គ្នាហេតុអីប្រជាជនមួយចំនួននៅតែប្រើប្រាស់ហេតុអីបានឈ្មោះមួយចំនួននៅតែក្បត់ឧត្តមគតិនៅតែលួចដឹកលួចដូរសបកលួចដូរតែមយកមកលក់ហេតុអីធ្វើមិនបានដូចប្រទេសវៀតណាមបងប្អូនមើលប្រទេសវៀតណាមជាគំរូប្រទេសគេជាទូទៅនៅក្នុងប្រទេសគេប្រើប្រាស់តំណែងក្នុងប្រទេសគេ 99.9% ការនាំចេញគេទៅកាន់ប្រទេសផ្សេងក៏ខ្លាំងគេប្រើប្រាស់ផលិតផលក្នុងប្រទេសគេក៏ខ្លាំងជាហេតុធ្វើឲ្យប្រទេសវៀតណាមបងប្អូនសេដ្ឋកិច្ចគេកាន់ឡើងទៅពីមួយឆ្នាំទៅមួយឆ្នាំ GDP ប្រទេសគេឡើងខ្លាំងណាស់បើនិយាយពីរឿងសភាវុធគេទិញរាល់ឆ្នាំទំនើបណាស់នេះហើយជាប្រយោជន៍ដែលគេគ្រប់គ្រងនៅផលិតផលការប្រើប្រាស់តំណែងនៅក្នុងប្រទេសគេគឺចំណេញនៅសេដ្ឋកិច្ចប្រទេសជាតិគេហើយបាទថៃវិញបងប្អូនឥឡូវនេះសេដ្ឋកិច្ចវាចង់ដាំក្បាលចុះហើយវាចង់ចាញ់ប្រទេសវៀតណាមហើយដោយសារវាឡប់លើមកឆ្លោះមួយប្រទេសកម្ពុជាយើងហើយតំណែងវារាល់ដងគឺនាំចេញផ្ដោតទៅលើប្រទេសកម្ពុជាយើងគឺខ្លាំងមែនទែនដែលវាចំណេញសេដ្ឋកិច្ចពីប្រទេសកម្ពុជាយើងគឺចំនួនធំណាស់ពីមួយឆ្នាំទៅមួយឆ្នាំណាហើយពេលនេះនៅពេលដែលយើងឆ្លោះគ្នាវាស្របពេលដែលវាមានចំនួនជាមួយព្រំដែនជាមួយកម្ពុជាយើងគឺថាតំណែងថៃគឺត្រូវបានរាំងស្ទះហើយវាងាកក្បាលមកនាំចូលមកកាន់ប្រទេសវៀតណាមហើយវាលក់បញ្ចុះតម្លៃទេបងប្អូនប៉ុន្តែវាលក់ដាច់តែ 5% ទេហើយយូរប្រជាជនវៀតណាមទិញម្ដងទេវាយកមកលក់នៅក្នុងប្រទេសវៀតណាមចង់វាបញ្ចុះតម្លៃលក់ឲ្យថោកដាច់ខ្យល់មិនទេក៏ប្រជាជនវៀតណាមគេអត់សូវទិញដែរហើយបើងាកមកមើលបងប្អូនប្រជាជនខ្មែរកម្ពុជាក្រោមវិញបងប្អូនស្ទើរតែរៀងរាល់ពេលរាល់ឆ្នាំគាត់កម្រនឹងប្រើប្រាស់តំណែងថៃណាខ្ញុំនិយាយឲ្យត្រង់តែម្ដងគឺគាត់កម្រប្រើតំណែងថៃគាត់ប្រើទេហើយមកដល់ពេលនេះគាត់ឃើញអាថៃធ្វើទង្វើអញ្ចឹងដាក់ខ្មែរបើសិនជាឃើញតំណែងថៃចូលមកលក់នៅក្នុងប្រទេសវៀតណាមសួរបងប្អូនខ្មែរក្រមគាត់ទិញប្រើគាត់អត់ប្រើហ្មងហើយគាត់ប្រាប់តាំងពីកូនចៅគាត់ទៀតឲ្យប្រើតំណែងថៃទេពួកគាត់ធ្វើបាននេះពួកគាត់ឈឺចាប់ឈរមើលពីចម្ងាយពួកគាត់នៅឈឺចាប់ហើយចោះយើងឈរផ្ទាល់នេះនៅក្នុងប្រទេសយើងហេតុអីយើងធ្វើមិនបានឈប់ទៅបងប្អូនឈប់ពីពេលហ្នឹងទៅហើយចូលរួមប្រើប្រាស់តំណែងនៅក្នុងប្រទេសយើងដើម្បីសេដ្ឋកិច្ចជាតិយើងចាប់ពីពេលវេលានេះទៅនិយាយពីរឿងឈ្មោះបន្តនៅនាំតំណែងថៃចូលបងប្អូនបើថាមានវេទមន្តបំបាំងកាយឬក៏ជ្រែកដីឬមួយក៏មានស្លាបហោះក៏នៅតែនាំចូលបានដែរពេលកលៈទេសៈពេលនេះនោះប៉ុន្តែឈ្មោះនៅបន្តនាំចូលបានដោយសារអីមិនមែនគីឡូតូចទេហើយបុណ្យស័ក្តិអំណាចក៏មិនមែនតូចទៀតដែរហ្នឹងហើយមិនមែនអ្នកល្មមអ្នកសាមញ្ញអ្នកមានគីឡូទូចតាចមានអំណាចតូចតាចទៅធ្វើចេញណាមានតែអ្នកធំខ្លាំងហើយពេលនេះដែលនៅបន្តលួចលាក់នាំចូលហើយអញ្ចឹងបើចាប់បាន
គឺថាដកបនដកសាក់កវត្តចោលទៅដកមួយមានប្រមាន10000អ្នកទៀតកុំឲ្យយកគំរូតាមហើយកំហុសដល់ធំបំផុតពេលនេះគឺអ្នកនាំចូលបន្ទាប់មកគឺងាកទៅអ្នកដែលតែងតែទៅទិញអ្នកទិញបើថាអត់មានអវ៉ាន់ថៃសួររកអវ៉ាន់ថៃបើអត់មានអវ៉ាន់ថៃអត់ចង់ទិញទេអវ៉ាន់នៅអវ៉ាន់ខ្មែរអីផលិតផលប្រទេសខ្លួនឯងអីព្រើមកើតទេអត់ល្អហ្នឹងប្រញាប់ទៅពិនិត្យមើលសុខភាពដោយសារយើងមានចំនួនជាមួយនឹងប្រទេសថៃកលៈទេសៈពេលនេះរាល់តំណែងដែលចេញមកបានវាដាក់បរតដាក់ជាតិគីមីគឺថាថែមកម្រិតទ្វេគុណតែម្ដងអញ្ចឹងប្រញាប់ទៅឆៃសុខភាពមើលបើថាឈប់ប្រើមិនបានទេជាពិសេសទៅលើគ្រឿងសាច់ដូចជាស្លាបមាន់ប្រហិតអីនេះបងប្អូនតាំងពីដើមមកគឺធ្ងន់ណាស់សារធាតុគីមីបរតរក្សាទុកដូចសាកសពអញ្ចឹងខ្ញុំនិយាយឲ្យត្រង់តែម្ដងហើយមួយទៀតយើងពិបាកបន្តទៅកាន់បងប្អូនដែលគាត់នៅបន្តប្រើប្រាស់ដោយសារអីគឺឈ្មោះនាំចូលហ្នឹងភាគច្រើនគឺបពាក់ប្រពូនខុបខិតបដូរសបកបដូរតែមបំបាំងកាយទៅជាផលិតផលខ្មែរអញ្ចឹងយើងពិបាកបន្តណាទាំងគេទាំងខ្ញុំពេលខ្លះគិតថាអវ៉ាន់ខ្មែរខំតែជួយទិញមានអីអវ៉ាន់បន្លំខ្លួនបំបាំងកាយជាអវ៉ាន់ថៃបន្លំខ្លួនដោយនៅប្រទេសវៀតណាមបងប្អូនផលិតផលប្រទេសដទៃនាំចូលក្នុងប្រទេសគេមានតែបិទច្បាស់លាស់ណាស់ថាផលិតផលហ្នឹងនាំចូលបកប្រែជាភាសាជាតិគេទាំងអស់តែម្ដងហើយមកដល់ពេលនេះអ្វីដែលខ្ញុំសំណូមពរសង្ឃឹមថាបងប្អូនប្រជាជនយើងនិយមប្រើប្រាស់ផលិតផលនៅក្នុងប្រទេសយើងហើយសង្ឃឹមថាឈ្មួញដែលមានអាជីវកម្មផលិតនៅក្នុងប្រទេសយើងសង្ឃឹមថាគាត់នឹងប្រឹងប្រែងផលិតនៅផលិតផលដែលមានគុណភាពល្អតម្លៃធូរថ្លៃឲ្យប្រជាជនយើងបានប្រើប្រាស់គ្រប់គ្នាជាពិសេសផ្ដោតទៅលើគុណភាពនិងតម្លៃធ្វើម៉េចឲ្យតម្លៃបានទាបដើម្បីឲ្យប្រជាជនយើងនិយមប្រើប្រាស់ផលិតផលនៅក្នុងប្រទេសឲ្យបានកាន់តែច្រើនទី2ចាប់ពីពេលវេលានេះតទៅខ្ញុំសង្ឃឹមថារាល់តំណែងដែលប្រទេសគេហ្នឹងហើយយើងចង់និយាយថាពេលកលៈទេសៈនេះយើងអត់មានការរើសអើងរាល់ប្រទេសណាដែលគេនាំចូលផលិតផលគេមកលក់កាន់ប្រទេសកម្ពុជាទេលើកលែងតែប្រទេសថៃមួយដោយសារតែវាមានចំនួនព្រំដែនជាមួយនឹងប្រទេសកម្ពុជាយើងអញ្ចឹងយើងពហិការអត់ឲ្យតំណែងថៃលក់នៅក្នុងប្រទេសកម្ពុជាយើងជារឿងត្រឹមត្រូវប៉ុន្តែយើងអត់មានសិទ្ធិទៅរើសអើងប្រទេសដទៃក្នុងការគេនាំតំណែងគេចូលមកកាន់ប្រទេសកម្ពុជាយើងទេប៉ុន្តែយើងសង្ឃឹមថារាល់អាជ្ញាធរតាមបន្ទាត់ព្រំដែនគយទាំងអស់នឹងធ្វើវិធានការពិនិត្យគុណភាពតំណែងអវ៉ាន់ឲ្យតឹងរឹងដូចពេលដែលយើងចូលទៅកាន់ប្រទេសគេពិនិត្យតឹងរឹងណានាំតែឲ្យយើងដាក់លក់មួយមុខបាននៅក្នុងប្រទេសគេគឺគេឆែកអស់អាចអស់នោមនាំតែឲ្យយើងតាំងលក់អញ្ចឹងហើយវាជាសិទ្ធិរបស់យើងក្នុងការដែលគេចូលមកនេះចូលមកនាំតំណែងមួយមុខណាមិនដែរមិនថាប្រទេសណាទេចូលមកកាន់ប្រទេសកម្ពុជាយើងសូមឆែកឲ្យខ្លាំងបំផុតចឹងហើយរាល់ការឆែកត្រួតពិនិត្យតំណែងគឺសំខាន់បំផុតគឺលើមន្ត្រីគយខាងប្រទេសកម្ពុជាយើងឯងចង់ពិនិត្យមិនចង់ពិនិត្យគឺនៅលើមន្ត្រីគយខាងប្រទេសកម្ពុជាយើងតែម្ដងសង្ឃឹមថាអាជ្ញាធរខាងមន្ត្រីគយខាងប្រទេសកម្ពុជាយើងចាប់ពីពេលវេលានេះដល់ទៅនឹងសហការដើម្បីសុខភាពប្រជាជនពិនិត្យឲ្យចាស់ដៃបងប្អូនមើលប្រទេសវៀតណាមចង់ប្រទេសណានាំចូលផលិតផលណាល្អដូចផ្កាដែរគេអត់សូវគ្រប់គ្រងប្រើទេហើយគេអត់មានស្រេចបិទសិទ្ធថាអូយកុំឲ្យនាំផលិតផលប្រទេសហ្នឹងចូលអីគេអត់ចង់ប្រើទេគេអត់ស្រេចគេអត់និយាយទេគេបើកឲ្យចូលធម្មតាប៉ុន្តែប្រជាជនគេឆ្លាតគេលក្ខណៈគេជាតិនិយមគឺគេអត់ប្រើគេតាំងចិត្តថាគេប្រើតែផលិតផលក្នុងប្រទេសហើយទីមួយគេមានសិទ្ធគេបែងចែកផលិតផលគេដឹងច្បាស់ថាអូនេះផលិតផលក្នុងប្រទេសគេនេះផលិតផលនាំចូលអញ្ចឹងមួយហ្នឹងជាចំណុចសំខាន់ធ្វើឲ្យប្រជាជនយើងទុកចិត្តលើថាអូតំណែងនេះគឺជាតំណែងនាំចូលតំណែងនេះគឺជាតំណែងផលិតក្នុងស្រុកធ្វើឲ្យពួកគាត់អាចចំណាំនិងបែងចែកបានច្បាស់ក្នុងការប្រជាជនមានសិទ្ធក្នុងការជ្រើសរើសប្រើប្រាស់អញ្ចឹងរាល់តំណែងណាប្រទេសណានាំចូលលើកលែងតែថៃទេយើងពហិការប្រទេសណានាំចូលសេរីធម្មតាចូលមកហើយគុណភាពឆែកឲ្យល្អចាំឲ្យចូលហើយប្រជាជនយើងមានសិទ្ធិសម្រេចថាប្រើមិនប្រើលើយើងអញ្ចឹងយើងចង់គ្រប់គ្រងផលិតផលក្នុងប្រទេសយើងទិញតែផលិតផលក្នុងប្រទេសយើងតែផលិតផលគេចូលមកយើងកុំទិញលក់តែបានតែប្រហែល2 3ខែគេនឹងបាត់ខ្លួនចេញពីទីផ្សារយើង direct តែម្ដងអ្វីដែលជាចំណុចពិសេសនៅក្នុងប្រទេសវៀតណាមបងប្អូនផលិតផលនៅក្នុងប្រទេសគឺតែងតែថោកជាងផលិតផលនាំចូលមានន័យថាផលិតផលនាំចូលគឺតែងតែថ្លៃជាងផលិតផលនៅក្នុងប្រទេសជាហេតុដែលប្រជាជនវៀតណាមមិនងាយនឹងទិញប្រើងាកមកប្រើផលិតផលក្នុងប្រទេសខ្លួននេះជារឿងសំខាន់ចំណែកប្រទេសកម្ពុជាយើងរាល់ដងនេះគឺថាផលិតផលភាគច្រើនផលិតនៅក្នុងប្រទេសតែងតែថ្លៃហ្នឹងហើយថ្លៃជាងផលិតផលនាំចូលជាហេតុនៃការប្រកួតប្រជែងទីផ្សារបងប្អូនគឺសំខាន់បំផុតតម្លៃនិងគុណភាពនឹងហើយជាហេតុផលិតផលដែលនាំចូលរាល់សប្តាហ៍ថ្ងៃប្រទេសផ្សេងៗនេះគេនាំចូលមកគឺតម្លៃធូរជាងផលិតផលនៅក្នុងប្រទេសជាហេតុឲ្យប្រជាជនភាគច្រើនងាកទៅប្រើផលិតផលនាំចូលហើយសប្តាហ៍ថ្ងៃនេះបងប្អូនបើងាកទៅសួរថាតើប្រជាជនខ្មែរយើងពហិការតំណែងថៃទេគឺចំនួនរហូតដល់50 ទៅ 60% ហើយសង្ឃឹមថាបងប្អូននឹងសហការឲ្យបាន40 ទៅ 50% ឲ្យគ្រប់90 ទៅ 100% ដើម្បីអីបងប្អូនពេលដែលបងប្អូនពហិការតំណែងថៃពេញលេញពេលនោះហើយប្រទេសថៃហ្នឹងហើយគឺខាតសេដ្ឋកិច្ចទំហំធំណាស់បងប្អូនត្រូវដឹងថាថៃគឺឈរលេខ1ហើយរាល់ដងពេលវេលាកាលពីមុនមកគឺថៃកើបសេដ្ឋកិច្ចចំណេញពីប្រទេសកម្ពុជាយើងរហូតដល់ថ្នាក់ខ្លាយទៅជាប្រទេសអ្នកមានលុយទិញអាវុធទំនើបយកមកបាញ់ប្រទេសយើងគឺដោយសារតែថៃចំណេញសេដ្ឋកិច្ចឈរលេខ1ក្នុងការលក់តំណែងមកប្រទេសយើងសប្តាហ៍ថ្ងៃនេះពេលដែលយើងពហិការឈប់ប្រើប្រាស់តំណែងថៃប៉ុន្តែយើងភាគច្រើនងាកទៅគ្រប់គ្រងតំណែងប្រទេសផ្សេងឲ្យចូលមកកើបលុយបន្តពីប្រទេសថៃមកទទួលតំណែងបន្តឈរលេខ1លេខ2អញ្ចឹងណាបងប្អូនសប្តាហ៍ថ្ងៃនេះប្រទេសកម្ពុជាយើងទូទេមិនតែសវាយឲ្យគេមកកើបលុយគេចំណេញសេដ្ឋកិច្ចពីប្រទេសយើងខ្លាំងណាស់ម្នាក់មួយប្រទេសគេបងប្អូន
ដោយសារអីប្រទេសដទៃភាគច្រើនគេនាំទៅលក់គេលក់សូវដាច់ដូចប្រទេសយើងទេដោយសារតែប្រទេសយើងមានតែប្រទេសយើងមួយទេដែលចូលចិត្តគ្រប់គ្រងផលិតផលនាំចូលជាជាងប្រើប្រាស់ផលិតផលនៅក្នុងប្រទេសខ្លួននៅពេលដែលយើងធ្វើជាជាតិនិយមមិនសូវប្រើប្រាស់ទំនិញនាំចូលពីប្រទេសផ្សេងៗសួរតែយើងស្អប់គេទេអត់ទេបងប្អូនព្រោះបងប្អូនទៅដើរលេងប្រទេសគេដទៃផ្សេងទៀតពេលខ្លះប្រទេសយើងគ្រប់គ្រងប្រើប្រាស់ផលិតផលប្រទេសគេខ្លាំងដៃណាស់តែពេលបងប្អូនចូលទៅដល់ប្រទេសគេបងប្អូនមើលតាមសារទំនើបគេដែលឃើញផលិតផលខ្មែរយើងជួនកាលមួយលានមុខមានតែ2មុខទៅ5មុខជួនកាលអត់ផងអត់សោះតែម្ដងអញ្ចឹងហើយវាជាយុទ្ធធម៌ប្រទេសគេបងប្អូនគេអត់សូវនិយាយរីគុណថាអូប្រទេសនេះគីមីប្រទេសនេះមិនល្អចេះប្រទេសនេះផលិតផលមិនល្អគេអត់សូវនិយាយគេបើកមកសេរីឲ្យចូលមកប៉ុន្តែពេលចូលមកសួរថាលក់ដាច់អត់លក់អត់ដាច់ប្រទេសប្រជាជនគេឆ្លាតគេអត់ទិញប្រើទោះបីលក់ថោកជាងក៏គេអត់ទិញដែរហើយសួរលទ្ធផលឈរជើងបន្តលក់បានយូរអត់បានយូរទេគឺឈប់លក់ឯងលទ្ធផលគឺឈប់លក់ឯង